សួស្តីបងប្អូនផាកទី12ថ្មីស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងថ្ងៃនេះយើងមកសិក្សាតមេរៀនរបស់យើងគឺច្បាប់ទី1 thermodynamic ដោយយើងចូលដល់ចំណុចទី3ធំគឺនិយាយអំពីភាពដើមនិងភាពស្រេចរបស់ឧស្ម័នក្រោយពេលរងបំលែង thermodynamic អញ្ចឹងយើងកុំឲ្យខាត់ពេកយើងចាប់ផ្ដើមតែម្ដងឥឡូវយើងមើលរូបរបស់យើងអញ្ចឹងនៅភាពដើមប្រព័ន្ធមួយវាមានសម្ពាធ P1 មាត្រ V1 និងសីតុណ្ហភាព T1 ហើយមានចំនួនម៉ូលនិងមានភេទសកលឧស្ម័នធម្មតាក្រោយពេលរងបំលែង thermodynamic តាមរបៀបណាក៏ដោយពេលនោះវាផ្លាស់ប្ដូរភាពពេលវាផ្លាស់ប្ដូរភាពវានឹងប្រែប្រួលតម្លៃលេខមកជាភាព2ដែលមានតម្លៃសម្ពាធ P2 បាទមាត្រ V2 និងសីតុណ្ហភាព T2 បាទអញ្ចឹងមានន័យថាក្រោយពេលរងបំលែង thermodynamic ប្រព័ន្ធត្រូវបានផ្លាស់ប្ដូរភាពពីភាព1មកភាព2វាឲ្យតម្លៃលេខក៏ប្រែប្រួលដែរប៉ុន្តែមានលក្ខខណ្ឌមិនមែនប្រែប្រួលគ្រប់ពេលទាំងអស់នោះទេមានលក្ខខណ្ឌដែលយើងអាចធ្វើឲ្យវាមានតម្លៃថេរនៃទំហំណាមួយឥឡូវយើងមើលអញ្ចឹងនៅភាពដើមយើងមាន P1 V1 ស្មើ NA T1 យើងតាំងវាដោយសមីការមួយមកភាពស្រាច់គឺមាន P2 V2 NA T2 បាទយើងតាំងដោយសមីការ2អញ្ចឹង N និង A អត់មាន1 2ដូចគេទេដោយសារវាជាចំនួនថេរតមកទៀតយើងយកសមីការ2ធៀបនឹងសមីការ1ឬក៏យកសមីការ1ធៀបនឹងសមីការ2ក៏បានដែរពេលនោះយើងទទួលបាន P2 V2 នៅលើ P1 V1 ស្មើ NA T2 លើ NA T1 ដោយសារតែ NA ទាំងលើទាំងក្រោមយើងអាចសម្រួលគ្នាបានយើងនៅសល់សមភាពនោះគឺ P2 V2 នៅលើ P1 V1 ស្មើ T2 នៅលើ T1 បាទអញ្ចឹងគោលការណ៍ភាពដើមភាពស្រាច់នៅពេលដែលយើងធ្វើផលភាពទៅនៅសល់ប៉ុណ្ណឹងហើយយើងចែកជា3លក្ខខណ្ឌ3លក្ខខណ្ឌនោះមានលំនាំ3លំនាំទី1យើងឲ្យឈ្មោះថាលំនាំអ៊ីសូកលំនាំអ៊ីសូកគឺជាលំនាំមួយដែលមានមាត្រថេរមាត្រមុនពេលរងបំលែង thermodynamic ស្មើនឹងមាត្រក្រោយពេលរងបំលែង thermodynamic លំនាំទី2គឺជាលំនាំអ៊ីសូបាជាលំនាំមួយដែលមានសម្ពាធថេរសម្ពាធមុនពេលរងបំលែង thermodynamic ស្មើនឹងសម្ពាធក្រោយពេលរងបំលែង thermodynamic និងលំនាំទី3គឺលំនាំអ៊ីសូតែនលំនាំអ៊ីសូតែនជាលំនាំមួយដែលសីតុណ្ហភាពមុនពេលរងបំលែង thermodynamic ស្មើនឹងសីតុណ្ហភាពក្រោយពេលរងបំលែង thermodynamic អញ្ចឹងយើងមើលបាទលំនាំអ៊ីសូកមានន័យថាមាត្រថេរមានន័យមាត្រមុនពេលរងក្រោយពេលរងបំលែងបាទអញ្ចឹង V1 ស្មើ V2 និយាយយ៉ាងខ្លីពេលនោះយើងទទួលបាន V1 និង V2 ស្មើគ្នាយើងសម្រួល V ចោលទៅយើងសល់ P2 លើ P1 ស្មើ T2 លើ T1 បានលោកគ្រូសេសមភាពបែបហ្នឹងទៅបាទលំនាំទី2គឺលំនាំអ៊ីសូបាគឺជាលំនាំមួយដែលមានសម្ពាធថេរគឺ P1 ស្មើ P2 អញ្ចឹងបើ P1 ស្មើ P2 យើងសម្រួល P2 និង P1 ចោលទៅយើងនៅសល់ V2 លើ V1 ស្មើ T2 លើ T1 បាទអញ្ចឹងលំនាំចុងក្រោយគឺលំនាំអ៊ីសូតែនជាលំនាំមួយដែលមានសីតុណ្ហភាពថេរគឺ T1 ស្មើនឹង T2 ពេលនោះយើងសម្រួល T1 និង T2 ទៅមិនមែន0ទេសល់1អញ្ចឹងយើងបាន P2 លើ P2 V2 លើ P1 V1 ស្មើ1យើងបោះ P1 និង V1 ទៅខាងស្ដាំនៃសញ្ញាស្មើយើងទទួលបាន P2 V2 ស្មើ P1 V1 ឬក៏ P1 V1 ស្មើនឹង P2 V2 បាទអញ្ចឹងចំណុចទី3នេះមានប៉ុណ្ណឹងបាទអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយ